ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអ៊ំពូមីងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសៀវភៅច្បាប់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តចំណុច8អាស្រ័យដោយគេសម្រេចបានដំណោះស្រាយនៃនយោបាយរួមនេះនាពេលនោះគេអាចធ្វើហើយគួរតែធ្វើនៅការផ្ដួចផ្ដើមដំណើរការស្ដារឡើងវិញសម្ដៅដោះស្រាយសេចក្តីត្រូវការជាបន្ទាន់និងកសាងលក្ខណៈសម្បត្តិមូលដ្ឋានសម្រាប់ការរៀបចំនៅផែនការកសាងឡើងវិញដែលមានរយៈពេលមធ្យមនិងរយៈពេលវែង9សម្រាប់ដំណាក់កាលនៃការស្ដារឡើងវិញនេះគេស្នើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិសម្របសម្រួលកម្មវិធីដឹកនាំដោយមនុស្សម្នាក់ដែលត្រូវបានតែងតាំងឡើងសម្រាប់គោលបំណងនេះចំណុច10នៅក្នុងដំណាក់កាលស្ដារឡើងវិញនេះត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើផ្គត់ផ្គង់ស្បៀងទៅលើការផ្គត់ផ្គង់ស្បៀងសុខភាពទីលំនៅការវឹកវើការអប់រំប្រព័ន្ធគមនាគមន៍និងការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននិងមធ្យោបាយសម្ភារៈប្រើប្រាស់ជាសាធារណៈដែលមានស្រាប់របស់កម្ពុជា11ការអនុវត្តផែនការអភិវឌ្ឍជាអន្តរជាតិសម្រាប់រយៈពេលវែងស្ដីពីការកសាងឡើងវិញត្រូវរងចាំដល់ការបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីការបោះឆ្នោតនិងការសម្រេចចិត្តនិងការអនុម័តនៅនយោបាយនិងទស្សនវិជ្ជាផ្ទាល់របស់ខ្លួនចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអ៊ំពូមីងបងប្អូនថ្ងៃស្អែកខ្ញុំនឹងអានចែករំលែកជូនអ៊ំពូមីងបងប្អូនបន្តទៀតសូមជម្រាបលាអ៊ំពូមីងបងប្អូននិងជនរួមភាសា